ជំរាបសួរបងបងទាំងអស់គ្នាតោះថ្ងៃនេះមកដើរតាមផ្លូវជាមួយខ្ញុំទៅសាលារៀនចាថ្ងៃនេះគឺខ្ញុំទៅនេហើយខ្ញុំអត់ធ្វើការទេគឺខ្ញុំឆ្លៀតទៅសាលារៀនបន្ថែមទៀតព្រោះខ្ញុំធ្វើការហ្នឹងគឺតាក់ទងជាមួយនឹងការនិយាយភាសាច្រើនហើយភាសាអាល្លឺម៉ង់ក៏ដូចជាអាល្លឺម៉ង់កាត់ស្វីសក៏ដូចជាអាល្លឺម៉ង់កាត់អូទ្រីសផងដែរអញ្ចឹងវាពិបាកសម្រាប់យើងបើទោះជាយើងបានសញ្ញាបត្រមធ្យមក៏ដោយក៏យើងត្រូវរៀនបន្ថែមទៀតដែរជាពិសេសខ្ញុំចង់តជំនាញ Master របស់ខ្ញុំបន្ថែមទៀតអញ្ចឹងណាអញ្ចឹងគឺខ្ញុំត្រូវយកកម្រិតខ្ពស់ជាងនឹងដូច្នេះហើយគឺខ្ញុំត្រូវវឹកហាត់ទាំងការរៀនអនឡាញក៏ដូចជាការរៀនជាមួយនឹងគ្រូផងដែរហើយជាពិសេសគឺខ្ញុំធ្វើការរាល់ថ្ងៃហ្នឹងគឺខ្ញុំប្រើភាសាច្រើនអញ្ចឹងគឺយើងត្រូវការនិយាយរួមយើងរៀនអត់ចេះអស់ទេភាសាគឺវាមានច្រើនទៀតដោយសារតែយើងមិនមែនកើតនៅនឹងអញ្ចឹងយើងត្រូវរៀនបន្ថែមទៀតនេះនាំបងមកទស្សនាជាមួយនឹងទេសភាពនៅតាមដងទន្លេដែលទន្លេនេះគឺគេហៅថាទន្លេព្រំដែនជាមួយនឹងស្វីសអូទ្រីសហើយនឹងអាល្លឺម៉ង់តែទេសភាពគឺស្អាតមែនតែម្ដងណាអានេះផ្លូវទៅសាលារបស់នាងខ្ញុំចាសាលាខ្ញុំគឺនៅលើកោះហ្នឹងតែម្ដងបងឃើញទេសភាពឯងហើយឃើញថ្ងៃចាស់អញ្ចឹងឯណាប៉ុន្តែសីតុណ្ហភាពត្រជាក់គួរសមគឺ10អង្សាជាងហើយបើខែក្តៅវិញនៅនេះគឺ full តែម្ដងគឺមានគេមកលេងច្រើនមែនតែនគ្រប់បរទេសមកពីអឺរ៉ុបមកពីខាងអាស៊ីមានចិនមាននិយាយរួមគ្រប់ជនជាតិតែម្ដងដូច្នេះហើយកន្លែងការងាររបស់ខ្ញុំគឺតម្រូវឲ្យចេះភាសារៀងច្រើនអញ្ចឹងគឺខ្ញុំមករៀនបន្ថែមទៀតអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតណាបាយបាយ